គាត់ក៏បានទាញយកដំបូលស្លឹកត្នោតមកមួយសន្លឹកហើយក៏បានចាក់ទឹកចូលនៅក្នុងផ្តិលមួយបន្ទាប់មកគាត់ក៏យកស្លឹកត្នោតនោះកូរទៅក្នុងទឹកនោះរួចក៏យកឲ្យលពូហូពិសាក្រោយពីពិសាទឹកនោះលពូហូគឺបានក្អួតចេញមកយ៉ាងច្រើនចំណែកក្នុងកមោរបស់គាត់វិញគឺមានសុទ្ធតែសក់និងដង្កូវថែមទាំងមានទឹកអ្វីហូរចេញមកពណ៌ខ្មៅនិងមានក្លិនស្អុយខ្លាំងមែនទែនតែបន្ទាប់ពីគាត់បានក្អួតចេញមកហើយនោះពូហូគាត់ក៏បានធូរស្បើយជាងមុនហើយក៏អាចក្រោកមកនិយាយគ្នាបានដែរពេលដែលគាត់ប្រមូលចានយកទៅទុកលាងនៅខាងក្រោយក៏ត្រូវបានសត្វក្អែបខំជើងរបស់គាត់ដោយសារតែពេលយប់ហើយផ្ទះគាត់ក៏មិនសូវមានភ្លើងភ្លឺផងនោះគាត់ក៏មិនចាប់អារម្មណ៍ថានោះគឺជាសត្វក្អែបនោះដែរគាត់គិតថាសត្វដែលខំគាត់អំបញ្ញមិញនោះគ្រាន់តែជាស្រមោចភ្លើងតែប៉ុណ្ណោះគាត់ក៏បានលាងជើងរួចក៏ចូលសម្រាកទៅ